នៅក្នុងវីដេអូនេះយើងនឹងមករៀនពី idiom នៅក្នុងភាសាចិនមួយទៀតដែលយើងបានដឹងពីវីដេអូមុនៗនេះថា idiom នៅក្នុងភាសាចិនគេហៅថា成语ហើយ成语ដែលយើងនឹងលើកមករៀននៅក្នុងវីដេអូនឹងដែរគឺពាក្យថា事半功倍ចឹងពាក្យថា事半功倍មានន័យថាម៉េចយើងមកមើលអត្ថន័យនៃពាក្យមួយទាំងអស់គ្នាចឹងពាក្យថា事មានន័យថា所做的事情或付出的力气បានន័យថាកិច្ចការដែលយើងបានធ្វើទាំងអស់ឬមួយក៏កម្លាំងដែលយើងបានបញ្ចេញទៅពាក្យថាហ្វូឈូនេះមានន័យថាបញ្ចេញឬក៏បើយើងនិយាយពីថវិកាវិញគេហៅថាចំណាយតែក្នុងន័យនេះយើងសំដៅទៅលើធម៌ពលឬក៏កម្លាំងពាក្យថាលីឈីមានន័យថាកម្លាំងឬក៏ធម៌ពលហើយអញ្ចឹងមានន័យថាធម៌ពលដែលយើងបានបញ្ចេញហើយពាក្យថាប៉ាន់នេះមកពីពាក្យថាអ៊ីប៉ាន់មានន័យថាពាក្យកណ្ដាលហើយពាក្យថាកងមកពាក្យថាកងសៀវឬក៏ឆងសៀវមានន័យថាលទ្ធផលឬក៏អីដែលយើងសម្រេចបានអញ្ចឹងណាហើយពាក្យថាប៉ៃនេះមកពាក្យថាជាប៉ៃមានន័យថា double ទ្វេដងអញ្ចឹងបើយើងមើលអត្ថន័យនៃពាក្យមួយហើយយើងផ្សំបញ្ចូលគ្នាទៅយើងបានពាក្យថាសឿប៉ាន់កងប៉ៃដែលមានន័យថាក្នុងការធ្វើកិច្ចការអីមួយគឺយើងចំណាយកម្លាំងតែពាក់កណ្ដាលទេប៉ុន្តែលទ្ធផលដែលបានហ្នឹងគឺទ្វេដងអញ្ចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នាដើម្បីឲ្យងាយយល់找对方法比盲目努力更能事半功倍មានន័យថាឥឡូវយើងមកមើលពាក្យ盲目សិន盲目មានន័យថាបលាញដូចបើប្រែជាភាសាខ្មែរទៅគេហៅថាខ្វាក់ភ្នែកអញ្ចឹងណាអញ្ចឹងក្នុងនេះមានន័យថា盲目ហ្នឹងមានន័យថាដូចយើងធ្វើកិច្ចការអីមួយដោយអត់មានវិធីសាស្ត្រច្បាស់លាស់អីចឹងណាអញ្ចឹងយើងបកឃ្លានឹងទាំងអស់គ្នាចៅទួយហ្វាំងហ្វាមានន័យថាយើងបើយើងរកវិធីសាស្ត្រដែលត្រឹមត្រូវក្នុងការធ្វើរឿងអីមួយអញ្ចឹងធៀបជាមួយនឹងការខំប្រឹងដោយអត់មានវិធីសាស្ត្រច្បាស់លាស់គឺវាធ្វើឲ្យយើងនឹងទទួលបានលទ្ធផលកាន់តែទ្វេដងដោយយើងអត់ចាំបាច់ចំណាយកម្លាំងច្រើនហើយឧទាហរណ៍មួយទៀត提前规划好步骤按顺序执行做起事来自然事半功倍ចឹងយើងមកបកពាក្យសិនពាក្យថាគួយហក់នេះមានន័យថាយើង plan ឬក៏ប្រែជាភាសាខ្មែរយើងហៅថារៀបចំអីចឹងណាគម្រោងអីចឹងណាហើយពូចូលមានន័យថាជំហានហើយអានមានន័យថាធ្វើទៅតាមឬក៏ follow អីចឹងទៅ顺序នេះមានន័យថា order លំដាប់លំដោយ执行មានន័យថាអនុវត្តតាមអញ្ចឹងយើងមកបកឃ្លាទាំងអស់គ្នាមានន័យថាបើសិនជាយើងរៀបចំគម្រោងដោយមានជំហានច្បាស់លាស់ត្រឹមត្រូវអីចឹងទៅហើយយើងអនុវត្តទៅតាមលំដាប់លំដោយនោះការធ្វើកិច្ចការរបស់យើងហ្នឹងគឺយើងអត់សូវចំណាយកម្លាំងច្រើនទេប៉ុន្តែលទ្ធផលដែលទទួលបានគឺវាទ្វេដងដោយឯងចឹងទៅហើយចឹងនៅក្នុងជីវិតរបស់យើងក៏ចឹងដែរដូចការងារខ្លះយើងអត់សូវចំណាយកម្លាំងច្រើនទេប៉ុន្តែបើសិនជាយើងហៅវិធីសាស្ត្រដែលត្រឹមត្រូវគឺលទ្ធផលយើងហ្នឹងគឺនឹងទ្វេដងចឹងដូចពាក្យមួយដែលគេហៅថា work smart don't work hard ធ្វើការឲ្យឆ្លាតតែកុំធ្វើការឲ្យហត់ខ្លួនបើសិនជាយើងអាចហៅវិធីសាស្ត្រដែលត្រឹមត្រូវបាន